អូខេសួស្តីបងប្អូនអរគ្នានេះគឺជាវិធីសាស្ត្រក្នុងការ copy ឯកសារពីទូរស័ព្ទទៅ flash Hexime អញ្ចឹងទីមួយគឺយើងអត់ពិបាកទេយើងគ្រាន់តែរកថា my file នៅក្នុងទូរស័ព្ទរបស់យើងដែលជាប្រភេទ Samsung Android ណាបងប្អូនអរគ្នាហើយបងប្អូនគ្រាន់តែដោតមកវានឹង load USB storage ឯងអញ្ចឹងបងប្អូនគ្រាន់ចុចចូលមកយើងអាចឃើញនៅក្នុងហ្នឹងមានfolder អីខ្លះអញ្ចឹងបងប្អូនអាច create folder នៅក្នុងនឹងបានហើយបងប្អូនអាច copy ឯកសារចេញពីទូរស័ព្ទឬមួយក៏មិនមែនត្រឹមឯកសាររូបថតឬមួយក៏វីដេអូក៏បានដែរអញ្ចឹងបងប្អូនអាច copy យកទៅដាក់ក្នុង flash នឹងបាននេះដូចបងប្អូនឃើញអញ្ចឹងនេះយើងអាច select មកបងប្អូនចង់បានរូបបងប្អូន select ប៉ុណ្្នឹងទៅបើមិនជាបងប្អូនចង់ select ទាំងអស់បងប្អូនគ្រាន់តែចុច select all អញ្ចឹងវានឹងមកទាំងអស់ហើយអញ្ចឹងណាបងប្អូនហើយមែនតើទៅនៃការ copy របស់វាមានភាពងាយស្រួលមែនតើហើយវីដេអូមួយនេះយើងគ្រាន់តែចង់ផ្សារភ្ជាប់ឲ្យបងប្អូនអាចចេះក្នុងការ copy ឬមួយក៏ដឹងក្នុងការ copy ហ្នឹងថាវាងាយស្រួលប៉ុណ្ណាអញ្ចឹងអូខេអញ្ចឹងបងប្អូនទៅលើបន្ទាប់ទៀតគ្រាន់តែបងប្អូនចូលពាក្យថា move ទៅហើយបន្ទាប់មកទៀតបងប្អូន back វាមកក្រោយមកហើយ back មករហូតតតែម្ដងកន្លែង storage នឹងយើងដែរយើងចូលទៅក្នុង storage នឹងហើយយើងចូលទៅ file ដែលយើង create ឈ្មោះហើយបងប្អូនគ្រាន់តែយកពាក្យថា move here អញ្ចឹងវានឹង move មកនៅក្នុង flash របស់បងប្អូនហើយមិនថា flash មិនថា external ទេបងប្អូនអាចធ្វើអញ្ចឹងបានដូចគ្នាអរគុណ